สุดสัปดาห์ถึงออกนี้ថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿងតុក្កតាមួយដែលនិយាយអំពីមិត្តភាពនិងស្នេហាបែបយុវវ័យរឿងនេះគឺកំ pl ែងហើយល្អមើលទៀតដែលមានចំណងជើងថា Wish Dragon ចូលដល់សាច់រឿងដំបូងរបស់យើងមើលទៅប្រហែលជានៅឋានសួគ៌ហើយព្រោះវាមានពពកពេញហ្នឹងហើយវាមានខ្លោងទ្វារធំមួយដែលពោពេញទៅដោយពន្លឺពណ៌មាសបើយើងមើលទៅដូចជាមានមនុស្សចង់ចូលទ្វារហ្នឹងប៉ុន្តែទ្វារហ្នឹងសុកៗក៏ស្រាប់តែបិទហើយលេចឡើងនៅមនុស្សធំមួយដែលកំពុងតែដេញចាប៉ីតែគាត់ដេញចាប៉ីទៅចេញកំសៀវហើយរឿងយើងក៏កាត់មកដល់សាលារៀនមួយដែលអ្នកគ្រូកំពុងតែបង្រៀនសិស្សឲ្យសរសេរនៅពាក្យថានាគប៉ុន្តែ Din គេមិនបានសរសេរអក្សរទេគេបានជាគូរុនាគតែម្ដងធ្វើឲ្យអ្នកគ្រូដេញគេចេញក្រៅថ្នាក់ស្រាប់តែពេលហ្នឹងមានក្មេងស្រីម្នាក់ក៏បានចេញក្រៅថ្នាក់ដូចគ្នាដែរព្រោះដោយសារតែគេក៏បានគូរុនាគដូច Din ដែរពេលដែលត្រូវចេញទៅផ្ទះក្មេងៗទាំងអស់គេមានប៉ាម៉ាក់មកយកចម្លែកតែ Din យើងគឺអត់ដែលមានម៉ាក់មកយកទេអញ្ចឹងហើយគេក៏ត្រូវបានក្មេងៗផ្សេងៗឌឺដងប៉ុន្តែថ្ងៃនេះគេបានស្រីស្អាតមកជួយហើយស្រីស្អាតយើងហ្នឹងគឺនាងមានឈ្មោះថា Lina គេបានប្រាប់ Din ថាខ្ញុំក៏អត់ដែលមានអ្នកមកយកដែរអញ្ចឹងយើងដើរទៅផ្ទះជាមួយគ្នារាល់ថ្ងៃហ្មងទៅហើយតាមពិតទៅពួកគេទាំងពីរគឺជាអ្នកចិត្តខាងនឹងគ្នាសោះអញ្ចឹងពួកគេក៏បានចាប់ផ្ដើមធ្វើរឿងជាច្រើនជាមួយគ្នារៀងរាល់ថ្ងៃរត់លេងជាមួយគ្នាទិញសត្វចិញ្ចឹមយកមកចិញ្ចឹមជាមួយគ្នារៀនជាមួយគ្នាផងដែរពួកគេទាំងពីរក៏បានបន្តធ្វើរឿងជាច្រើនជាមួយគ្នាជារៀងរាល់ខែបដូររដូវក៏នៅតែធ្វើជាមួយគ្នាដែរចំណែកឯមន់ដែលគេចិញ្ចឹមវិញមើលទៅធំល្មមដុតហ្មងថ្ងៃដ៏សោកសៅមួយក៏បានមកដល់មន់របស់គេគឺបានលះបង់ខ្លួនដើម្បីឲ្យពួកគេធ្វើជាចំណីបាត់ទៅហើយ Lina និង Din គឺគេស្រឡាញ់សត្វនាគអញ្ចឹងហើយគេបានធ្វើខ្លាញ់អំពីសត្វនាគមកបង្ហោះលេងជាមួយគ្នាហើយខ្លាញ់ដែលពួកគេបានធ្វើហ្នឹងគឺវាធំអញ្ចឹងនៅពេលដែលវាហោះឡើងទៅបានទាញពួកគេទាំងពីរហ្នឹងទៅជាមួយនឹងវាដែរគេទាំងពីរនាក់បានត្រូវខ្លាញ់អូសតនតន័យឡើងពេញហ្នឹងធ្វើឲ្យពួកគេទាំងពីរនាក់ហ្នឹងគឺភ័យផងអរផងហើយក៏សប្បាយដែរចាប់ពីពេលហ្នឹងមកគឺពួកគេទាំងពីរបានសន្យាគ្នាថានឹងធ្វើជាមិត្តល្អនឹងគ្នាជារៀងរហូតតែមិនបានយូរប៉ុន្មាន Lina និងឪពុករបស់នាងក៏ត្រូវប្ដូរផ្ទះទៅនៅកន្លែងផ្សេងធ្វើឲ្យ Din និង Lina ហ្នឹងគឺគេមិនសប្បាយចិត្តជាខ្លាំងហើយរឿងយើងក៏បានកាត់ទៅដល់10ឆ្នាំក្រោយ Din របស់យើងគេកំពុងតែជិះម៉ូតូបដាមើល GPS បដាដោយសារតែគេជាអ្នកដឹកជញ្ជូនអីវ៉ាន់គេបានដឹកជញ្ជូនឲ្យភ្ញៀវហើយប៉ុន្តែភ្ញៀវចុងក្រោយហ្នឹងទីតាំងរបស់គាត់រៀងចម្លែកជាងគេវាគឺជាទីតាំងផ្ទះដែលគេបានបោះបង់ចោលគេបានគោះទ្វារប៉ុន្តែមានសម្លេងមួយប្រាប់គេថាចូលតាមណាក៏បានដែរព្រោះអញ្ចឹងនៅសល់តែកន្លែងទ្វារហ្នឹងទេពេលដែលគេមើលទៅឃើញលោកតាចាស់ម្នាក់កំពុងតែដេញចាប៉ីលោកតាគៀវមកដល់ហើយអញ្ចឹងលោកតាជួយផេលុយហើយជួយឲ្យផ្កាយ5មកខ្ញុំផងលោកតាហ្នឹងគាត់ក៏ថាគាត់អត់មានលុយឲ្យទេគាត់មានតែកំសៀវយកអត់ Din ក៏បានសម្លឹងមើលទៅលោកតាប៉ុន្តែឃើញគាត់រៀងរោករ៉ាអញ្ចឹងហើយគេក៏ថាអូខេយកក៏យកដែរបន្ទាប់ពីដឹកអីវ៉ាន់ហើយ Din របស់យើងហ្នឹងក៏គេបានទៅហាងលក់ខោអាវធំប៉ុន្តែត្រូវបានគេដេញចេញពីហាងដោយសារតែលុយគេតិចពេកអញ្ចឹងគេក៏ទៅរកកៅអៅទៅជុះហ្មងទៅ Din គេតែងតែមានការនឹករលឹកដល់ Lina ពេលដែលគេទៅដល់ផ្ទះម្ដាយគេក៏បានសួរនាំថាគេញ៉ាំបាយហើយនៅមានខំរៀនអត់អីអញ្ចឹងណាហើយអ្នកចិត្តខាងគេហ្នឹងក៏បានថែមលបយម្នាក់មួយម៉ាត់ដែរស្រាប់តែពេលហ្នឹងមិត្តភក្តិរបស់ Din ក៏បានមកដល់គេថាថ្ងៃហ្នឹងឯងអត់បានមករៀនអញ្ចឹងច្រឡងឲ្យមេរៀនមកយើងវិញផងឯងដឹកអីវ៉ាន់ទៅច្រើនកន្លែងអញ្ចឹងយកមេរៀនឲ្យសម្រាប់ទៅឯម្ដាយរបស់ Din វិញគ្រាន់តែឮថា Din បានលួចទៅធ្វើការនៅខាងក្រៅគាត់ក៏ចាប់ផ្ដើមវាយគេតែម្ដង Din ក៏ថាគេធ្វើអញ្ចឹងគឺមានហេតុផលម្ដាយរបស់គេក៏បានសួរគេវិញថាហេតុផលកូនគឺជាម៉ាក់លក់ដូររាល់ថ្ងៃគឺដើម្បីកូនបានរៀនហើយកូនខំតែរៀនទៅបានហើយកុំធ្វើអីផ្សេង Din ក៏ថាទោះបីជាខ្ញុំប្រាប់ម៉ាក់ក៏ម៉ាក់មិនយល់ដែរហើយគេក៏ចូលទៅរៀនទៅស្រាប់តែពេលហ្នឹងក៏កាត់ទៅដល់ក្រុមបងធំមួយក្រុមបងធំនេះគឺពួកគេតាមរកកំសៀវវេទមន្តចូលមកដល់ Din វិញគឺគេបានដេកទៅនុយឡើងស្អាតបន្ទាប់មកគេបានចេញទៅខាងក្រៅហើយដើរទៅដល់កន្លែងផ្ទាំងប៉ាណូធំមួយហើយគេក៏បានទាញខ្លែងនាគរបស់គេហ្នឹងចេញពីកាតាបមកផ្ទាំងប៉ាណូហ្នឹងក៏ស្រាប់តែបានបដូរទៅរូបនារីដ៏ស្រស់ស្អាតម្នាក់ហើយនារីម្នាក់ហ្នឹងគឺជា Lina ពេលនេះនាងគឺជា model ម្នាក់ដោយសារតែវាចិត្តដល់ថ្ងៃខួបរបស់ Lina ហ្នឹងបាន Din ខំធ្វើការដើម្បីរកលុយទិញអាវធំប៉ុន្តែអាវធំគេក៏ស្រាប់តែដាច់ដៃធ្លាក់ចុះមកហើយខោក៏រហែកផ្ទាំងប៉ាណូវិញក៏បានបដូរទៅស្លឹកបន្ទាប់ចំណែកឯខោ Din វិញក៏បានចូលទៅកង្ហារម៉ាស៊ីនត្រជាក់ទៀតនិយាយទៅគឺរោករ៉ាហ្មងប៉ុន្តែពេលហ្នឹងអាកំសៀវដែលលោកតាបានឲ្យទៅ Din ហ្នឹងក៏បានលឺសំឡេងឡើងហើយមាននាគមួយចេញមកនាគនេះមានឈ្មោះថាឡុងគាត់រស់នៅក្នុងកំសៀវវេទមន្តហ្នឹងហើយគោលដៅរបស់គាត់គឺត្រូវបំពេញក្តីស្រមៃឲ្យមនុស្សចំនួន10នាក់ហើយគាត់ក៏បានប្រាប់ Din ថា Din គឺជាមនុស្សទី10ដែលគាត់នឹងត្រូវបំពេញក្តីស្រមៃឲ្យអញ្ចឹងសុំមកបានក្តីស្រមៃ3សុំអីក៏បានដែរចង់ធ្វើជាអ្នកក្លាហានឬមួយក៏ចង់ចេះហោះចង់ធ្វើអីក៏បានដែរប៉ុន្តែពេលដែល Din កំពុងនិយាយមួយនាគហ្នឹងលបងធំយើងក៏បានប្រទះឃើញដែរចូលទៅដល់ Din វិញបន្ទាប់ពីនិយាយស្ដាប់ហើយគេមិនបានបួងសួងអីទេគេបែរជាឆ្ងល់ថាមិនបាននាគប្រពន្ធណីចូលទៅរស់នៅក្នុងកំសៀវនឹងកើតតែពេលហ្នឹងក្រុមលបងធំហ្នឹងក៏បានឡើងមកដល់លើដំបូលនឹងដែរហើយបានប្រាប់ឲ្យ Din បកគោលកំសៀវហ្នឹងឲ្យទៅពួកគេពេលហ្នឹង Din នឹងដឹងធ្វើម៉េចមានតែរត់ហើយសុំឲ្យនាគនឹងជួយប៉ុន្តែនាគនឹងថាបួងសួងហើយចាំគេជួយហើយពេលហ្នឹង Din របស់យើងហ្នឹងក៏តល់ហើយព្រោះដោយសារតែបងធំក៏ដេញមកហើយផ្លូវក៏តល់អញ្ចឹងហើយគេក៏បានបួងសួងថាឲ្យគេចេះកុងហ្វូមកមានណាគេក៏ចេះកុងហ្វូមែនហើយវាយបងធំហ្នឹងឡើងរៀបអស់លីងបន្ទាប់ពីវាយជាមួយក្រុមបងធំហើយគេក៏បានព្យាយាមយកកំសៀវរត់ចេញទៅចូលមកដល់ក្រុមលបងធំវិញគឺគេបានមកប្រាប់មេគេថាគេបានរកកំសៀវនឹងឃើញហើយគឺវានៅជាមួយនឹងក្មេងប្រុសម្នាក់
លុះដល់ស្អែកព្រឹកម្ដាយរបស់ឌិនគឺគាត់បានមកដាស់កូនដើម្បីឲ្យគេទៅរៀនប៉ុន្តែឌិនយើងហ្នឹងគឺគេបានបញ្ចេញនូវក្បាច់កុងហ្វូពីក្បាច់ណានោះឆ្កុយពីដំបូងគេគិតថាជាការយល់សប្តិប៉ុន្តែដល់ពេលគេបញ្ចេញក្បាច់ចឹងទៅគេក៏ដឹងថាវាមិនមែនជាការយល់សប្តិឡើយពេលនោះគេបានសួរទៅម្ដាយគេថាតើម៉ាក់មានក្តីប្រាថ្នាអ្វីដែរចង់បានផ្ទះធំមានលុយមានឡានដូចគេដែរអត់ឯម្ដាយរបស់គេវិញក៏បានតបថាឲ្យតែកូនខំរៀនហើយកុំធ្វើរឿងអីឈួតទៅបានហើយតែមានណាគ្រាន់តែម្ដាយគេចេញទៅបាត់ភ្លាមគេចាប់ផ្ដើមបិទទ្វារបិទបង្អួចហើយក៏ហៅសត្វនាគនោះចេញមកពេលដែលឡុងចេញមកគេក៏បានសួរតែឌិនថាតើឯងសម្រេចចិត្តហើយមែនចង់បានមាសចង់បានអីដូចគេដែរមែនឆាប់បួងសួងឲ្យលឿនទៅឬមួយក៏ចង់បានទាហានឬមួយក៏ឯងមានអ្នកដែលនឹករលឹកហើយគេនៅឆ្ងាយចង់និយាយមួយគេក៏យើងអាចជួយឯងបានដែរឌិនក៏តបវិញថាគាត់ទៅរឿងប៉ុណ្ណឹងនឹងគេមានទូរស័ព្ទតើហើយពេលនោះដែរឌិនក៏នឹកឃើញពីប្រាថ្នាបន្ទាប់របស់គេបានហៅឡុងនឹងចេញមកក្រៅបន្ទាប់មកឲ្យធ្វើដំណើរទៅកន្លែងមួយជាមួយគេឌិនបានឡើងលើកន្ទុយឡុងហើយប្រាប់ឲ្យគេចេញដំណើរទៅឡុងក៏តបទៅវិញថាបួងសួងទៅគេនឹងដឹកទៅអញ្ចឹងហើយពេលនឹងឌិនក៏សម្រេចចិត្តដើរទៅរកឡានក្រុងចំណែកឯឡុងវិញមិនដឹងថាជាប់នៅក្នុងកំសៀវប្រហែល100ឆ្នាំហើយទេគឺគេឃើញអីក៏ប្លែកដែរសំខាន់ដើរលួចយកនំបកាគេយកមកញ៉ាំទៀតតែដល់ពេលដាក់មកម៉ាត់ទៅឆ្ងាញ់យកមើលគេធ្វើមុខពេលនេះឡុងជក់ចិត្តជាមួយនឹងនំបកាហ្នឹងហើយបន្ទាប់មកពួកគេក៏បានដើរមកដល់ចំណតឡានក្រុងពេលដែលឡើងឡានក្រុងហ្នឹងឡុងឃើញមនុស្សច្រើនមែនតើគាត់តែឃើញអញ្ចឹងគេក៏បានហៅឌិនចុះមកវិញដោយឃើញអ្នកក្បែរហ្នឹងគេហៅតាក់ស៊ីជិះគេក៏បានលួចលុយបរិមម្នាក់យកមកឲ្យឌិនហ្នឹងជិះតាក់ស៊ីដែរកំពុងតែជិះសប្បាយនៅលើតាក់ស៊ីមិនទាន់បាន1នាទីហងពួកគេក៏ត្រូវជាប់ជាមួយនឹងការស្ទះចរាចរណ៍ណៃគេក៏ស្អប់ការស្ទះចរាចរណ៍ដែរសម្បីតែអេដមីនក៏ចង់ការសតិអារម្មណ៍ម្ដងដែរឡុងពេលនេះគឺគាត់ធន់ជាមួយនឹងការស្ទះចរាចរណ៍មែនតើអញ្ចឹងគាត់ក៏មកប្រាប់ឌិនថាឯងបួងសួងទៅនឹងអាចទៅដល់កន្លែងឯងបួងសួងភ្លាមហ្មងប៉ុន្តែមានណាឌិនបែរជារំខាននាគយើងថែមដោយសារតែគេដឹងថាឡុងនឹងមើលទៅដូចជាមនុស្សឆេវឆាវអញ្ចឹងគេក៏បានដាក់ភ្លេងរំខានថែមរំខានខាងក្រៅផងខាងក្នុងផងពេលហ្នឹងគេក៏បានទាញឌិនហោះឡើងលើហើយក៏បានឈប់នៅវិឡាមួយតាមពិតថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់លីណាឃើញអញ្ចឹងឡុងក៏បានចេញមកប្រាប់ឌិនថាគាត់អាចធ្វើឲ្យលីណាហ្នឹងមកឡុងស្រឡាញ់ឌិនបានទេហើយឌិនវិញក៏និទានរឿងប្រាប់ថាតាមពិតលីណាហើយនឹងគេគឺជាមិត្តភក្តិនឹងគ្នាគេគ្រាន់តែចង់បានមិត្តភាពរបស់គេមកវិញតែប៉ុណ្ណោះអញ្ចឹងធ្វើឲ្យគេខ្លាចជារាជបុត្រមួយថ្ងៃមកឡុងក៏បានធ្វើឲ្យគេខ្លាចទៅជារាជបុត្រមែនប៉ុន្តែនៅក្នុងសម្លៀកបំពាក់បុរាណឌិនក៏បានប្រាប់ទៅឡុងថាគេត្រូវការខោអាវក្រូសេនាឡិការ៉ូឡិចហើយនឹងឡានទំនើបហើយឡុងក៏បានតបទៅវិញថាគេមិនអាចសុំក្តីប្រាថ្នាច្រើនអញ្ចឹងក្នុងពេលតែមួយទេឌិនក៏គេតបវិញថាអញ្ចឹងធ្វើវាតែ24ម៉ោងបានហើយគេជឿជាក់ថាក្នុងពេល24ម៉ោងគឺគេអាចយកមិត្តភាពរបស់គេនឹងលីណាត្រឡប់មកវិញបានចូលមកដល់ក្នុងកម្មវិធីខួបកំណើតរបស់លីណាហ្នឹងគេក៏បានឃើញលីណាហើយគេព្យាយាមចូលទៅចិត្តលីណាស្រាប់តែពេលហ្នឹងលីណាក៏បានចាប់ដៃគេយកមករាំហើយបាននិយាយពាក្យថាខានជួបគ្នាយូរហើយធ្វើឲ្យឌិនសប្បាយចិត្តមែនតើគេក៏បានទាញកាដូមួយយកមកឲ្យនាងប៉ុន្តែស្រាប់តែពេលនោះនាងក៏បានដោដៃគូរាំហើយក៏បាននិយាយពាក្យហ្នឹងទៅកាន់មនុស្សគ្រប់គ្នាតែម្ដងធ្វើឲ្យឌិនរបស់យើងហ្នឹងគឺឡើងសែតពេលហ្នឹងដែរកម្មវិធីក៏បានប្រកាសឲ្យឪពុករបស់លីណាហ្នឹងចេញមកប៉ុន្តែគាត់មិនបានបង្ហាញខ្លួនទេអញ្ចឹងហើយឌិនក៏ជួយទៅបានឡើងទៅបញ្ចេញក្បាច់គុណនៅលើឆាកចំណែកឯឡុងវិញគឺគាត់បានតែងខ្លួនធ្វើជាអ្នកបើកឡានឲ្យទៅឌិនពេលដែលគាត់កំពុងតែផឹកសាសុកដៃគាត់ក៏បានខ្លាចទៅជាដៃនេះហើយចៃដន្យទៀតក៏មានមនុស្សស្រីម្នាក់ចង់មកញ៉ែគាត់ខំលាក់ដៃទៅខាងក្រោយឯងប៉ុន្តែក៏ទៅគាត់ចេញមកក៏បានទៅប៉ះអ៊ីហ្នឹងឯណាហើយរត់ទៅយ៉ាប់គឺអាម៉ត់នាគរបស់គាត់ហ្នឹងក៏ចេញមកដែរមានរឿងអញ្ចឹងកាលឡើងគាត់ក៏ព្យាយាមរត់និយាយទៅនាគគាត់ត្រូវការទឹកអញ្ចឹងគាត់ក៏បានចូលក្នុងបន្ទប់ទឹកតែថាគាត់បានយកទឹកបកូនហ្នឹងយកមកញ៉ាំហើយនឹងលុបមុខពេលចឹងទៅធ្វើឲ្យគាត់នឹងបែកក្អួតហ្មងហើយសាច់រឿងរបស់យើងក៏កាត់ទៅដល់ឌិនដែលគេកំពុងតែស្វែងរកលីណាគឺនាងបានរត់មកពួនដោយសារតែនាងមានអារម្មណ៍ថាឪពុកនាងមិនដែលបានផ្ដល់ពេលវេលាឲ្យនាងសោះសូម្បីតែថ្ងៃសំខាន់របស់នាងបាននិយាយរៀបរាប់ប្រាប់ទៅឌិនហើយឌិនក៏និយាយថាគេយល់ហើយពេលហ្នឹងឡុងក៏បានមើលឃើញពួកគេនិយាយគ្នាដែរឌិនសម្រេចចិត្តចង់ប្រាប់ការពិតទៅលីណាហើយថាគេគឺជាឌិនកាលពីក្មេងប៉ុន្តែពេលហ្នឹងចៃដន្យអីឪពុកលីណាក៏បានទេមកនិយាយទៅលីណាហើយនឹងឪពុករបស់នាងគឺមើលឌិនស្គាល់ព្រោះពេលហ្នឹងគេតែងខ្លួនសង្ហាពេកបន្ទាប់ពីមានរឿងនឹងកើតឡើងឌិនហើយនឹងលីណាគេបានណាត់គ្នាថានឹងទៅញ៉ាំអីជាមួយគ្នាចំណែកឯលបងនាងវិញគេក៏បានសួរទៅឌិនថាឯងសប្បាយចិត្តធ្វើអីនាងមិនទាន់នឹងថាឯងគឺជាឌិនមិត្តភក្តិរបស់នាងកាលពីទូចផងហ្នឹងឌិនក៏បានតបថាស្អែកគេនឹងប្រាប់លីណាហើយឯងមើលទៅដូចជាមិនយល់មនោសញ្ចេតនារបស់មនុស្សសោះពេលហ្នឹងឡុងក៏បានធ្លុយមកប្រាប់ទៅឌិនថាគេក៏ធ្លាប់ធ្វើជាមនុស្សដែរឯងមិនមើលកំសៀវទេមកជាងនាងមកជាងមនុស្សនេះអញ្ចឹងហើយឯងឆាប់បួងសួងបថាចុងក្រោយទៅចង់បានមាសអត់ឡុងក៏បានជប់មាសចេញមកឡើងច្រើនប៉ុន្តែឌិនក៏និយាយថាគេអត់ត្រូវការផងកាត់មកដល់ឪពុកលីណាវិញមើលទៅក្រុមហ៊ុនគាត់ដូចជាមានបញ្ហាអញ្ចឹងហើយគាត់ក៏បានទាញទូរស័ព្ទទេទៅនរណាម្នាក់ហើយម្នាក់នោះគឺជាលោកបងធំដែលតែងតែតាមឌិននឹងឯងលោកបងធំនេះគេកំពុងតែចាំឌិននៅនឹងមុខផ្ទះតែមានណាឌិនបានជិះនាគចូលតាមបង្អួចធ្វើមិនដឹងចំណែកឯឌិនវិញពេលដែលគេទៅដល់ផ្ទះក៏ត្រូវមាត់ម្ដាយគេទៀតហើយគាត់បាននិយាយទៅកាន់ឌិនថាមករយៈនេះម៉ាក់មើលទៅឃើញកូនដូចជាចម្លែកខ្លាំងណាស់បើសិនជាកូនមានរឿងអីជួយប្រាប់ឲ្យម៉ាក់ដឹងផងឌិនក៏តបទៅវិញថាទោះបីជា
ខ្ញុំប្រមាក់ក៏ម៉ាក់មិនយល់ដែរពេលហ្នឹងម្ដាយរបស់ឌិនក៏បានហុចស៊ុបមួយចានឲ្យទៅកូនចំណែកឯឡុងវិញពេលនេះគឺគាត់មើលឃើញក្តីស្រឡាញ់និងការបារម្ភហើយវាគឺជាអារម្មណ៍ដែលគាត់មិនធ្លាប់បានស្គាល់ពីមុនទេចូលដល់ថ្ងៃបន្ទាប់គឺជាថ្ងៃដែលឌិនហើយនិងលីណាបានណាត់គ្នាចំណែកឯក្រុមបងធំដែលតែងតែចាំឌិននៅមុខផ្ទះហ្នឹងគឺគេបានឃើញឌិនជិះឡានទំនើបមួយចេញពីកន្លែងដាក់ធុងសម្រាមឌិនគឺគេបានណាត់ជួបជាមួយនឹងលីណានៅឯភោជនីយដ្ឋានទំនើបមួយប៉ុន្តែដោយសារតែគេមិនដែលបានចូលហាងធំៗអញ្ចឹងគេក៏បានសួរទៅឡុងឲ្យគេនឹងជួយប្រាប់ផងថាត្រូវធ្វើចរិតបែបម៉េចឡុងបានឲ្យគេធ្វើចរិតអួតក្អេងក្អាងហ្មងពេលហ្នឹងលីណាក៏បានខឹងស្របពេលដែលលីណាកំពុងតែខឹងហ្នឹងក្រុមលោកបងធំក៏បានតាមគេមកដល់ភោជនីយដ្ឋានហ្នឹងដែរបន្ទាប់ពីវាយគ្នាជាមួយនឹងក្រុមលោកបងធំហ្នឹងហើយគេបាននាំលីណារត់ចេញមកក្រៅភោជនីយដ្ឋានប៉ុន្តែចៃដន្យមានក្បួនម៉ងសាយនៅមុខហាងហ្នឹងតែម្ដងឌិនក៏នឹកឃើញឲ្យឡុងហ្នឹងជួយធ្វើជាម៉ងសាយមកដើម្បីឲ្យគេស្រួលរត់គេចខ្លួនប៉ុន្តែមានណាក្រុមលោកបងធំហ្នឹងក៏គេបានម៉ងសាយមួយដែរហើយពេលហ្នឹងនីកហើយនឹងតោក៏បានបើកឆាកប្រយុទ្ធគ្នាពេញហ្នឹងតែម្ដងកំពុងតែវាយគ្នាហ្នឹងឌិនបានឃើញព្រៃមួយនៅក្បែរគេអញ្ចឹងហើយគេក៏បានយកទៅជះដាក់ក្រុមលោកបងធំហើយក៏បានរត់គេចខ្លួនទៅលើដំបូលអគារប៉ុន្តែនៅពេលដែលគេរត់គេចខ្លួនហ្នឹងលោកបងធំហ្នឹងក៏មកដល់ដែរដោយឃើញក្រុមលោកបងធំហ្នឹងមកឡុងក៏បានប្រាប់ថាតោះយើងហោះឡើងទៅលើហ្មងទៅហើយឡុងក៏បានហោះនាំឌីណាហើយនឹងឌិនចេញទៅហើយកូនចៅលោកបងធំគេខំហក់ទៅតាមប៉ុន្តែពួកគេមានហោះណាគឺបានធ្លាក់ទៅក្រោមខ្ពៀកតែម្ដងពេលនោះឌិនហើយនឹងលីណាហ្នឹងក៏គេបានហោះចេញពីក្រុមលោកបងធំហ្នឹងបានសម្រេចហើយឡុងវិញកន្លែងតែរំភើបជាមួយឌិនហើយនឹងលីណាគេក៏បានហោះចូលទៅបុកជាមួយនឹងកាំជ្រួចហើយធ្វើឲ្យពួកគេទាំង3នាក់ហ្នឹងគឺធ្លាក់ចូលទៅក្រោមហើយចៃដន្យអីអាពេលវេលា24ម៉ោងរបស់ឌិនហ្នឹងក៏វាបានផុតដែរអញ្ចឹងហើយឌិនក៏គេបានសម្រេចចិត្តប្រាប់ទៅលីណាថាគេគឺជាឌិនមិត្តភក្តិកាលពីនៅក្មេងរបស់លីណាហើយគេក៏បាននិយាយសុំទោសប៉ុន្តែលីណាវិញគឺនាងមិនបានខឹងទេនាងបានចងចាំដល់អតីតកាលរបស់ពួកគេគឺគេតែងតែទៅទិញដំឡូងញ៉ាំបន្ទាប់មកក៏មើលយាយរំនៅនឹងសួនពេលដែលលីណាបានមកដល់ផ្ទះចាស់របស់ពួកគេនាងបានឈរមើលកន្លែងដែលពួកគេវាស់កម្ពស់ជាមួយគ្នាហើយក៏បានជួបជាមួយនឹងម្ដាយឌិនដែរប៉ុន្តែម្ដាយឌិនបែរជាវាយឌិនទៅវិញដោយគាត់និយាយថាអូឯងប្លែកមករយៈហ្នឹងដោយសារតែឯងមានសង្សារមែនឌិនក៏បានប្រាប់ទៅម្ដាយគេថានាងគឺជាលីណាទេតើអញ្ចឹងហើយគាត់ក៏ចងចាំនាងមកវិញហើយគាត់បានហៅនាងទៅញ៉ាំស៊ុបនៅក្នុងផ្ទះរបស់គាត់ពេលនោះពួកគេទាំងអស់គ្នាក៏ជជែកគ្នាលេងយ៉ាងសប្បាយរីករាយហើយលីណាយើងក៏បានរៀនធ្វើគាវពីម្ដាយឌិនដែរបន្ទាប់ពីធ្វើគាវហើយពួកគេក៏អង្គុយញ៉ាំជុំគ្នាមើលទៅកក់ក្ដៅណាស់ដូចជាគ្រួសារតែមួយអញ្ចឹងចំណែកឯឡុងវិញគឺគេទទួលបានអារម្មណ៍ដែលគេមិនធ្លាប់មានពីមុនទៀតហើយលីណាហើយនឹងឌិនគឺគេឡើងមកលើដំបូលនិយាយរឿងអតីតកាលរបស់ពួកគេយ៉ាងសប្បាយចិត្តហើយពួកគេក៏បាននឹកឃើញដល់ពាក្យសន្យាដែលពួកគេបាននិយាយជាមួយគ្នាគឺមិត្តជារៀងរហូតស្រាប់តែពេលហ្នឹងផ្ទាំងប៉ាណូបានដូរទៅជារូបរីណាធ្វើឲ្យនាងភ្ញាក់ឡើងដួលតែម្ដងពេលនោះដែរជំនួយការរបស់ឪពុកនាងក៏បានទេហៅនាងឲ្យត្រឡប់ទៅផ្ទះវិញនិយាយទូរស័ព្ទចប់លីណារបស់យើងក៏បដូរទឹកមុខលីណាបាននិយាយប្រាប់ទៅឌិនថានាងពេលខ្លះក៏ចង់រស់នៅបែបសាមញ្ញដូចពីមុនដែរប៉ុន្តែឥឡូវនាងមិនអាចបោះបង់ចោលគេឈ្មោះដែលឪពុករបស់នាងខំសាងឲ្យនាងនោះឡើយពេលដែលនាងត្រឡប់មកដល់ផ្ទះវិញនាងក៏បានឃើញឪពុករបស់នាងមើលទៅដូចជាឈឺក្បាលនឹងរឿងអ្វីម្យ៉ាងហើយលីណាបានប្រាប់ឪពុកនាងថាអ្នកដែលបានណាត់ជួបនាងថ្ងៃនេះគឺជាឌិនឪពុករបស់នាងក៏បានសួរថាគឺឌិនមិត្តពីក្មេងហ្នឹងមែនបន្ទាប់ពីឮថាអ្នកដែលណាត់ជួបជាមួយលីណាគឺជាឌិនគាត់ក៏ប្រញាប់ចេញទៅលីណាក៏បានប្រញាប់តាមមើលឪពុករបស់នាងហើយនាងក៏បានឃើញគាត់នឹងចូលឡានទៅជាមួយនឹងក្រុមលោកបងធំចំណែកឯឌិនវិញបន្ទាប់ពីឮលីណានិយាយហើយគេក៏បានប្រាប់ទៅឡុងថាបំណងប្រាថ្នាចុងក្រោយរបស់គេគឺចង់ក្លាយទៅជាអ្នកមានហើយពេលនោះឡុងក៏បាននាំឌិនទៅកន្លែងមួយវាគឺជារាជវាំងរបស់ឡុងតាមពិតទៅឡុងពេលដែលនៅរស់គាត់គឺជាក្សត្រមួយអង្គប៉ុន្តែគាត់គឺជាក្សត្រដែលលុបលន់គាត់បានបញ្ជូនកូនស្រីទៅរៀបការជាមួយនឹងអ្នកដែលមានអំណាចចំណែកឯកូនប្រុសវិញគឺបញ្ជូនទៅធ្វើសង្គ្រាមទាំងអស់នៅដង្ហើមចុងក្រោយរបស់គាត់គឺគ្មានអ្នកណាមករវិលវល់ជាមួយនឹងគាត់ទេអញ្ចឹងហើយគាត់ក៏បានជេរដាក់បណ្ដាសាកូនចៅរបស់គាត់ដោយសារតែហេតុផលទាំងនេះហើយទើបគាត់ត្រូវបានទេវតាឃុំនៅក្នុងកំសៀវនេះជាការពិន័យដើម្បីឲ្យគាត់បានរៀនថាអ្វីទៅជាជីវិតពិតនិយាយគ្នាដល់ត្រឹមនេះឪពុកលីណាក៏បានមកដល់ហើយលោកបងធំនោះវិញក៏គេបានទាត់កំសៀវចេញពីដៃឌិនគឺគេបានព្យាយាមទៅចាប់យកកំសៀវមកវិញប៉ុន្តែត្រូវលោកបងធំនឹងវាយជាដំណំហើយពេលដែលពួកគេទាំងពីរនាក់កំពុងតែវាយគ្នានឹងឪពុកលីណាក៏បានយកកំសៀវស្រាប់តែគាត់ឃើញលោកបងធំនឹងគឺបានវាយឌិនធ្លាក់ពីលើអាគារនៅមុខគាត់តែម្ដងគាត់ក៏បានស្រែកថាយើងគ្រាន់តែឲ្យឯងយកកំសៀវតែប៉ុណ្ណោះមិនឲ្យឯងប៉ះពាល់អាយុជីវិតអ្នកណាឡើយចំណែកឯលោកបងធំនឹងវិញគេក៏បានតបថាឥឡូវនេះគេក៏ត្រូវការកំសៀវនឹងដែរ
មកគេក៏បានទាត់ឪពុកលីណានឹងធ្លាក់ចុះមកដីហើយគេក៏បានបួងសួងទៅនាគថាឲ្យដៃគេនឹងខ្លាចទៅជាមាសពេលដែលប៉ះអីរបស់នឹងទៅជាមាសដែរឡងអត់មានជំរឿគេមានតែត្រូវបំពេញបំណងរបស់លបងធំនឹងចំណែកឯឪពុកលីណាវិញមើលទៅគាត់ទ្រាំមិនបានយូរទៀតទេដោយឃើញបែបហ្នឹងឌិនក៏បានទៅតាមរកកំសៀវយកមកវិញពេលហ្នឹងឌិនក៏បានវាយគ្នាជាមួយនឹងលបងធំនឹងនៅលើឡានវាយចុះវាយឡើងធ្វើឲ្យកំសៀវនឹងបានលោទៅដល់អ្នកបើកឡានហើយពេលហ្នឹងដែរកូនចៅរបស់លបងធំដែលជាអ្នកបើកឡានហ្នឹងគេបួងសួងសុំកូនឆ្កែជាច្រើនក៏មានកូនឆ្កែមួយហ្នឹងពងកំសៀវធ្វើឲ្យធ្លាក់ទៅកូនចៅរបស់លបងធំមួយទៀតគេនេះវិញគឺបួងសួងសុំឲ្យជើងគេហ្នឹងវែងជាងមុនធ្វើឲ្យលបងធំនឹងទាំងយោបល់ភ្លេចខ្លួនយកដៃទៅប៉ាឡានធ្វើឲ្យឡាននឹងខ្លាចទៅជាមាសអស់ហើយឡាននឹងក៏បានរេចង្កូតធ្លាក់ចូលក្នុងទឹកសមុទ្រតែម្ដងពេលដែលធ្លាក់ចុះទៅក្រោមនឹងឌិនហើយនឹងលបងធំនឹងគឺគេបានកាន់កំសៀវម្នាក់មួយចំហៀងឡងក៏បានចេញមកហើយនិយាយថាបើចង់ធ្វើជាម្ចាស់គេតតែកាន់កំសៀវតែម្នាក់ឯងពេលហ្នឹងលបងធំនោះក៏បានដាក់ឌិនមួយជើងហើយបានកាន់កំសៀវនៅនឹងដៃចំណែកឯឌិនវិញដោយសារតែគេមិនបានកាន់កំសៀវអញ្ចឹងហើយគឺគេមិនអាចមើលឡងឃើញនោះឡើយប៉ុន្តែគឺគេមិនបោះបង់ឡើយគេនៅតែព្យាយាមតស៊ូវាយជាមួយនឹងលបងធំនឹងពេលនោះលបងធំនឹងក៏បានយកដៃមាសរបស់ខ្លួនវាយទៅឌិនប៉ុន្តែមានណាឡងគេបានមករងធ្វើឲ្យឡងបានប្រែទៅជាមាសហើយពេលនឹងដែរឌិនក៏បានធាក់លបងធំនឹងមកជើងឯលបងធំនឹងក៏បានយកដៃទៅខ្ទប់កន្លែងដែលឌិនធាក់នឹងគេក៏បានខ្លាយទៅជាមាសដែរហើយខ្លួនរបស់គេបានធ្លាក់ចូលទៅបុកនឹងស្ពានខ្ទេចតែម្ដងចំណែកឯឡងនឹងឌិនវិញគឺគេបានធ្លាក់ចូលសមុទ្រដោយសារតែឡងបានខ្លាចទៅជាដុំមាសអញ្ចឹងហើយឌិនមិនអាចស្រង់គេឡើងមកបានទេឌិនបានដេកអស់សង្ឃឹមចំណែកឯលីណាវិញគឺនាងបានបាត់បង់ឪពុកហើយរឿងរបស់យើងក៏បានកាត់មកដល់ឡងបានឡើងមកឋានសួគ៌ជួបជាមួយនឹងទេវតាក៏បានអបអរសាទរឡងដែលគេបានបំពេញភារកិច្ចបានសម្រេចហើយប៉ុន្តែឡងក៏បាននិយាយថាទេឲ្យគេចុះទៅក្រោមវិញឲ្យលឿនបើមិនឲ្យគេចុះទៅក្រោមទេគេកាយពពកឲ្យប្រហោងអស់លើហ្នឹងលោកតាទេវតាក៏បានប្រាប់ថាអូខេអាចចុះទៅបានប៉ុន្តែមានលក្ខខណ្ឌមួយស្រាប់តែពេលហ្នឹងឡងក៏បានបង្ហាញខ្លួននៅនឹងមុខឌិនហើយឡងក៏បានហុចកំសៀវឲ្យឌិនដើម្បីឲ្យគេបានប្រើប្រាថ្នាចុងក្រោយរបស់គេឌិនក៏បានប្រាប់ពីបំណងប្រាថ្នាចុងក្រោយទៅកាន់ឡងគឺសូមឲ្យឡងជួយសង្គ្រោះជីវិតរបស់ឪពុកលីណាផងពេលនោះដែរឡងក៏បានបំពេញនៅបំណងប្រាថ្នារបស់ឌិនគឺបានជួយជីវិតរបស់ឪពុកលីណាឌិនបានប្រើបំណងប្រាថ្នារបស់គេទាំង3អស់ហើយអញ្ចឹងកំសៀវនោះក៏រលាយបាត់ទៅឌិនរបស់យើងក៏ត្រឡប់មកដល់ផ្ទះវិញហើយបានអោបម្ដាយគេនឹងនិយាយពាក្យថាសុំទោសម្ដាយរបស់គេក៏បានតបថាមិនអីទេម៉ាក់នឹងព្យាយាមយល់ពីកូនស្រាប់តែពេលហ្នឹងឪពុករបស់លីណានិងលីណាក៏បានមកគោះទ្វារផ្ទះរបស់គេគឺឪពុករបស់លីណាចង់មកអរគុណឌិនដែលបានជួយសង្គ្រោះជីវិតគាត់ចំណែកឯលីណានិងឌិនវិញគេបានបាញ់ក្រសែភ្នែកដាក់គ្នាមិនបាច់និយាយអីច្រើនទេគិតយល់ខ្លួនឯងហើយត្រូវអត់ចំណែកឯឪពុករបស់លីណាវិញបន្ទាប់ពីភ្លក់ស៊ុបរបស់ម្ដាយឌិនហើយគាត់ក៏នឹកឃើញគំនិតមួយគឺគាត់នឹងចាប់ផ្ដើមបើកនៅ business ថ្មីមួយគឺការបើកហាងលក់គាវហើយលើកនេះដែរគឺគាត់និងលីណាបានធ្វើការងារនេះទាំងសប្បាយចិត្តចំណែកឯឌិនយើងវិញគឺភ្នែកនៅតែនឹងកូនស្រីគេទេពេលនោះដែរម្ដាយរបស់ឌិនបានស្រែកប្រាប់គេថាឲ្យទៅយកពេងតែមកហាងចិត្តបើកហើយឌិនក៏បានដើរទៅយកពេងតែប៉ុន្តែមានន័យគេបានឃើញប៉ាន់តែដល់ចម្លែកមួយហើយដោយការស្មានរបស់គេអញ្ចឹងនៅក្នុងប៉ាន់តែនោះគឺជាឡុងឌិនក៏បានសួរទៅឡុងថាខេបំពេញក្តីប្រាថ្នាឲ្យគេបាន10នាក់ហើយមិនបានត្រឡប់មកវិញអញ្ចឹងឡុងបានតបថាដោយសារតែពេលនោះឯងមានបំណងប្រាថ្នាចុងក្រោយមួយអញ្ចឹងហើយគេក៏បានដាក់លក្ខខណ្ឌជាមួយទេវតាដើម្បីបានចុះមកម្ដងទៀតហើយរឿងដែលសំខាន់នៅឋានលើហ្នឹងគឺអត់មានម៉ាស៊ីនត្រជាក់ហើយនឹងនំបកីឲ្យគេញ៉ាំទេពេលហ្នឹងដែរឌិនក៏បានអោបឡុងហើយនិយាយថាអរគុណស្រាប់តែម្ដាយរបស់ឌិនចេញមកហើយបានឃើញកូននឹងឈរអោបខ្យល់ពេលហ្នឹងគាត់ក៏បាននិយាយថាឌិនឈួតទៀតហើយឈួតទៅគាត់លែងខ្វល់ហើយពេលនោះដែរឡុងក៏បានប្រាប់ទៅឌិនថាឥឡូវលែងគេបានហើយជប់អោបគេទៅឌិនគេក៏បានយកកំសៀវនឹងដាក់នៅលើកង់រទេះមួយកង់នឹងដែរគឺបានជីដោយលោកតាទេវតានឹងឯងរឿងរបស់យើងក៏ចូលមកដល់ទីបញ្ចប់អញ្ចឹងបើសិនជាពេញចិត្តការសម្ដែងរបស់ admin សូមជួយ subscribe ម្នាក់មួយផង